អភិបាលស្រុកស្ទឹងចូលជួបកសិករពិនិត្យការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជននៅសហគមន៍កសិកម្មសំប្រូចមានជ័យលោកសៃកំឡុងអភិបាលស្រុកស្ទឹងនិងសហការីព្រមទាំងមន្ត្រីជំនាញនៅព្រឹកថ្ងៃទី20ខែសីហាឆ្នាំ2026បានចុះជួបសំណេះសំណាលជាមួយកសិករនិងពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជននៅសហគមន៍កសិកម្មសំប្រូចមានជ័យស្ថិតក្នុងឃុំសំប្រូចស្រុកស្ទឹងខេត្តកំពង់ធំក្នុងឱកាសនោះលោកអភិបាលស្រុកបានលើកឡើងថាគម្រោងលើកកម្ពស់ជីវភាពប្រជាជនកំពុងផ្ដល់ទុនសរុបចំនួន90លានរៀលដល់សហគមន៍កសិកម្មចំនួន5សម្រាប់បន្តដល់សមាជិកសហគមន៍ដើម្បីជីកទុនក្នុងការបង្កើតនិងពង្រីកមុខរបរផ្ដោតលើការងារផលិតកម្មចិញ្ចឹមនិងដាំដុះសម្រាប់បង្កើនប្រាក់ចំណូលគ្រួសារតាមប្រសាសន៍លោកអភិបាលស្រុកទុនដែលកំពុងផ្ដល់ជូនសមាជិកសហគមន៍កសិកម្មត្រូវបានយកទៅប្រើប្រាស់សម្រាប់ការដាំបន្លែសុវត្ថិភាពការចិញ្ចឹមមាន់និងការចិញ្ចឹមជ្រូកគម្រោងនេះមានគោលបំណងជួយបង្កើតការងារនិងមុខរបរព្រមទាំងបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងសហគមន៍កសិកម្មលោកអភិបាលស្រុកក៏បានលើកឡើងពីទូនីតិរបស់មន្ត្រីជំនាញក្នុងការសម្របសម្រួលនិងណែនាំបច្ចេកទេសកសិកម្មសមស្របដល់កសិករដើម្បីជំរុញលើការងារដាំដុះនិងចិញ្ចឹមសត្វជួយឲ្យកសិករកាត់បន្ថយថ្លៃដើមនិងហានិភ័យនិងទទួលបានទិន្នផលខ្ពស់ព្រមទាំងប្រាក់ចំណេញពីមុខរបររបស់ខ្លួនជាមួយគ្នានេះលោកសៃកំឡុងបានបញ្ជាក់ថារដ្ឋបាលស្រុកមានទិសដៅបន្តអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជននៅសហគមន៍កសិកម្មចំនួន7ផ្សេងទៀតដើម្បីពង្រីកការគាំទ្រដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងជួយបង្កើតមុខរបរដែលអាចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារដោយឡែកតំណាងសហគមន៍សំប្រូចមានជ័យបានរាយការណ៍អំពីការអនុវត្តការងារនិងការគាំទ្រថ្នាក់ជាតិចុះជួយមូលដ្ឋានពីគម្រោងអង្គការនានាដែលសហគមន៍ទទួលបានរួមមានការកសាងផ្លូវលំចូលទៅកាន់ទីតាំងផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ព្រមទាំងសម្ភារៈនិងឧបករណ៍កសិកម្មមួយចំនួនបច្ចុប្បន្នសមាជិកសហគមន៍បានបន្តដាំដុះបន្លែចម្រុះនិងកំពុងប្រមូលផលជាបន្តបន្ទាប់ផលិតផលមួយចំនួនត្រូវបាននាំទៅលក់បោះដុំនៅទីផ្សារចុងសប្តាហ៍និងផ្សារស្រុកស្ទឹងអភិវឌ្ឍដែលជាផ្នែកមួយនៃការបង្កើតប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍លោកកាំងសុផាន់ណាប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកស្ទឹងក៏បានលើកឡើងពីការចងក្រងសមាជិកសហគមន៍ជាក្រុមផលិតនីមួយៗដើម្បីជួយពង្រឹងដល់សហគមន៍កសិកម្មឲ្យមានផលិតផលជាក់លាក់រៀបចំផែនការដាំដុះភ្ជាប់ទៅកាន់ទីផ្សារកាត់បន្ថយចំណាយផលិតកម្មនិងការផ្សារភ្ជាប់ជាមួយវិស័យឯកជនដៃគូអភិវឌ្ឍព្រមទាំងការគាំទ្របច្ចេកទេសនិងការគៀងគរធនធាននានាដើម្បីជួយដល់សហគមន៍កសិកម្មការចុះជួបនិងពិនិត្យវឌ្ឍនភាពនៅសហគមន៍កសិកម្មសំប្រូចមានជ័យនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីការអនុវត្តគម្រោងស្ថានភាពមុខរបរនិងតម្រូវការរបស់កសិករដើម្បីជាមូលដ្ឋានសម្រាប់ការសម្របសម្រួលនិងបន្តគាំទ្រការអនុវត្តគម្រោងលើកកម្ពស់ជីវភាពនិងបន្តគាំទ្រការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជននៅមូលដ្ឋាន